ពេលវេលាបានកន្លងផុតទៅជាច្រើនថ្ងៃព្រះបរមរាជវាំងដែលធ្លាប់តែអ៊ូអរប្រែជាស្ងប់ស្ងាត់គួរឲ្យខ្លាចព្រះនាងសវណ្ណក្នុងរូបរាងជាសត្វចាបមាសបានសម្រេចចិត្តហើរចេញពីទ្រុងមាសដែលធ្លាប់តែជាជំរកព្រោះទ្រង់មិនអាចទ្រាំឃើញព្រះបិតាយំសោកបោកខ្លួនរាល់ថ្ងៃបានឡើយព្រះនាងហើរចេញតាមបង្អួចវាំងឆ្ពោះទៅកាន់ព្រៃជ្រៅទាំងមិនដឹងថាវាសនានឹងនាំទៅដល់ទីណាលាហើយបិតាលាហើយរាជវាំងដែលកូនធ្លាប់រស់នៅកូនមិនចង់ឲ្យបិតាឃើញកូនក្នុងសភាពបែបនេះទៀតទេកូនត្រូវតែស្វែងរកវិធីរំដោះបណ្ដាសានេះទោះបីជាត្រូវហើយឆ្លងភ្នំរាប់រយស្ទឹងរាប់ពាន់ក៏ដោយអូយអូយហេតុអីក៏ស្លាប់ខ្ញុំធ្ងន់ចឹងនេះថ្ងៃចាប់ផ្ដើមក្តៅហើយខ្ញុំស្រេកទឹកខ្លាំងណាស់នៅមាត់អូរដ៏ត្រជាក់ស្រេបបុរសកំលោះម្នាក់ឈ្មោះសត្ថាកំពុងអង្គុយលើថ្មដុសស្លែគេស្លៀកពាក់សាមញ្ញជាអ្នកស្រែតែមានមុខមាត់ស្រស់បោះនិងភ្នែកពោពេញទៅដោយក្តីមេត្តាសត្ថាគឺជាមនុស្សចម្លែកម្នាក់ដែលអាចយល់និងនិយាយភាសាសត្វបានព្រោះគេធ្លាប់រៀនសូត្រពីលោកតាឥសីកាលពីនៅក្មេងអាកាសធាតុថ្ងៃនេះពិតជាល្អណាស់សត្វបក្សីទាំងឡាយអើយពួកឯងសើចសប្បាយបែបនេះខ្ញុំក៏សប្បាយចិត្តដែរស្រាប់តែសំឡេងស្លាបសត្វធ្លាក់ចូលក្នុងស្មៅក្បែរនោះអេសំឡេងអីហ្នឹងព្រះអើយសត្វចាបមាសមិនក៏មានសត្វចាបមាសពណ៌មាសយ៉ាងស្អាតនៅទីនេះអញ្ចឹងមើលចុះវាហាក់ដូចជាហត់នឿយខ្លាំងណាស់ឯងកុំភ័យអីណាចាប់តូចខ្ញុំមិនធ្វើបាបឯងទេចាំខ្ញុំយកទឹកអូមកជួយឯងណែផឹកទៅនឹងបានធូរស្រាលហើយអ្នកកំឡោះម្នាក់នេះជាអ្នកណាទៅហេតុអីក៏គេមានទឹកមុខស្រទន់យ៉ាងនេះអូគេកំពុងតែជួយខ្ញុំមែនទេឯងដឹងខ្លួនហើយមែនទេចាប់តូចឯងមកពីណាមិនបានជាមកសន្លប់នៅទីនេះមើលទៅឯងមិនមែនជាសត្វចាបធម្មតាទេឯងមានពន្លឺដូចមាសអញ្ចឹងលោកបងអើយជួយខ្ញុំផងខ្ញុំមិនមែនជាសត្វចាបទេខ្ញុំគឺជាមនុស្សខ្ញុំរងបណ្ដាសាឈប់សិនសំឡេងយំរបស់ឯងមិនក៏ខ្ញុំឮជាសំឡេងមនុស្សស្រីដែលពោពេញទៅដោយក្តីទុក្ខបែបនេះចាប់មាសអើយតើឯងចង់ប្រាប់យើងថាឯងរងបណ្ដាសាមែនទេលោកស្ដាប់ខ្ញុំបានដែរមែនទេព្រះអើយទីបំផុតមានមនុស្សស្ដាប់ខ្ញុំបានហើយកុំភ័យអីខ្ញុំអាចយល់ពីអ្វីដែលឯងចង់ប្រាប់មិនថាឯងជានរណាឬរងគ្រោះថ្នាក់មកពីអ្វីទេចាប់ពីថ្ងៃនេះទៅខ្ញុំនឹងការពារឯងចូលឯងសម្រាប់នៅក្នុងផ្ទះស្បូវរបស់ខ្ញុំសិនចុះសត្ថាបានត្រកងចាប់មាសយ៉ាងថ្នមបំផុតដើរឆ្ពោះទៅកាន់ខ្ទមដុតតូចរបស់គេនៅជើងភ្នំព្រះនាងសវណ្ណមានអារម្មណ៍ថាកក់ក្ដៅនិងមានសុវត្ថិភាពជាលើកដំបូងតាំងពីបណ្ដាសានោះមកដល់ទ្រង់សម្លឹងមើលផ្ទៃមុខសត្ថាទាំងក្តីសង្ឃឹមព្រះអាទិត្យចាប់ផ្ដើមអស្តង្គតពន្លឺព្រះទនករចាប់ផ្ដើមបាត់ទៅជំនួសមកវិញនៅភាពងងឹតសត្ថាអង្គុយសម្លឹងមើលសត្វចាបមាសនៅលើតុដែលគេទ្រាប់ដោយសម្ពុតទុនយ៉ាងយកចិត្តទុកដាក់គេរងចាំមើលថាតើអ្វីដែលគេស្មានទុកនឹងកើតឡើងពិតមែនឬយ៉ាងណានៅក្រោមពន្លឺច័ន្ទដែលចាំងតាមប្រហោងដំបូលខ្ទមរូបរាងសត្វចាបចាប់ផ្ដើមរីកធំឡើងស្លាបប្រែជាសម្រស់សាច់សខ្ចីរោមមាសប្រែជាសក់វែងអន្លាយដល់ចង្កេះក្នុងរយៈពេលតែមួយពព្រិចភ្នែកនារីម្នាក់ដែលមានសម្រស់ស្អាតលើសអស់ស្រីទាំងពួងបានបង្ហាញខ្លួននៅចំពោះមុខសត្ថាព្រះអើយ
ពិតមែនទេនាងគឺជាមនុស្សពិតមែនទេលោកបងគឺខ្ញុំពិតមែនហើយអរគុណលោកបងណាស់ដែលជួយជីវិតខ្ញុំកាលពីថ្ងៃមិញបើគ្មានលោកបងទេខ្ញុំប្រហែលជាត្រូវដេកស្លាប់នៅមាត់អូរនោះបាត់ទៅហើយកុំហៅខ្ញុំថាលោកបងអីមើលទៅតាមសម្លៀកបំពាក់ដែលនៅសេសសល់ជាប់ខ្លួនអ្នកនាងនិងសម្រស់ដ៏ល្អបែបនេះអ្នកនាងប្រកាសជាបុត្រីនៅក្នុងរាជវង្សណាមួយមិនខានទីខ្ញុំឈ្មោះសវណ្ណជាបុត្រីរបស់ព្រះបាទយសរាជខ្ញុំត្រូវបានមេធ្មប់កាលីដាក់បណ្ដាសាឲ្យខ្លាចជាសត្វចាបនៅពេលថ្ងៃនិងជាមនុស្សនៅពេលយប់ខ្ញុំត្រូវរងទុក្ខបែបនេះរហូតដល់រកវិធីរំដោះបានសត្ថាអើយសត្ថាតើឯងកំពុងតែលាក់ទុកផ្កាឈូកមាសក្នុងខ្ទមស្បូវមែនទេឲ្យយាយចូលទៅផងយាយមុនគាត់គឺជាគ្រូទីនិងជាអ្នកចេះមន្តអាគមក្នុងភូមិអញ្ជើញចូលមកយាយស្ត្រីចំណាស់ម្នាក់សក់ស្កូវពេញក្បាលក្នុងដៃកាន់ឈើច្រត់ដើរចូលមកក្នុងខ្ទមយឺតភ្នែករបស់គាត់សម្លឹងចំទៅព្រះនាងសុវណ្ណហាក់ដូចជាបានដឹងរឿងគ្រប់យ៉ាងមុនទៅហើយថ្វាយបង្គំព្រះនាងសុវណ្ណកុំភ្ញាក់ផ្អើលអីយាយដឹងថាព្រះនាងនឹងមកដល់ទីនេះតាមរយៈការមើលផ្កាយកាលពីយប់មិញវាសនាបានចាមកថាបណ្ដាសារបស់មេធ្មប់កាលីមិនមែនមិនអាចរំដោះបាននោះទេប៉ុន្តែវាត្រូវការវត្ថុ3យ៉ាងនិងចិត្ត1លោកយាយសូមលោកយាយមេត្តាប្រាប់ខ្ញុំផងតើវត្ថុទាំង3យ៉ាងនោះជាអ្វីទោះបីជាត្រូវឆ្លងកាត់គ្រោះថ្នាក់យ៉ាងណាក៏ខ្ញុំសុខចិត្តដែរវត្ថុទី1គឺទឹកភ្នែកសត្វក្តាន់ខៀវនៅកំពូលភ្នំខ្ពស់បំផុតវត្ថុទី2គឺរួមភ្នែកយក្សដែលយាមនៅល្អាងងងឹតហើយវត្ថុទី3គឺផ្កាឈូកត្បូងនៅបាត់បឹងមុនអាគមចុះចិត្តមួយនោះជាអ្វីទៅលោកយាយគឺចិត្តស្មោះស្ម័គ្ររបស់បុរសម្នាក់ដែលសុខចិត្តបូជាជីវិតដើម្បីការពារព្រះនាងដោយមិនខ្លាចស្លាប់សត្ថាអើយឯងគឺជាអ្នកដែលត្រូវដើរផ្លូវនេះជាមួយនឹងព្រះនាងតើឯងហ៊ានទេលោកយាយខ្ញុំគ្រាន់តែជាអ្នកស្រែកក្រីក្រម្នាក់តែបើការលះបង់របស់ខ្ញុំអាចរំដោះព្រះនាងឲ្យមានសេរីភាពវិញបានខ្ញុំសន្យាថានឹងមិនរាថយឡើយលោកបងសត្ថាអរគុណលោកបងណាស់នៅក្រោមពន្លឺចន្ទ្រានារាត្រីនោះផែនការនៃការធ្វើដំណើរផ្សងព្រេងដើម្បីរំដោះបដាសាបានចាប់ផ្ដើមព្រះនាងសុវណ្ណសត្ថានិងយាយមុនបានរួមចិត្តគ្នាដើម្បីតតាំងនឹងអំណាចងងឹតឧបសគ្គនៅពីមុខគឺធំធេងណាស់តែពន្លឺនៃក្តីសង្ឃឹមបានចាប់ផ្ដើមឆេះឡើងនៅក្នុងបេះដូងពួកគេម្នាក់ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីពណ៌មាសកាត់តាមជួរភ្នំព្រះនាងសុវណ្ណបានត្រឡប់ក្លាយជាសត្វចាបមាសវិញហើយនាងទុំលើស្មារបស់សត្ថាយ៉ាងស្ងៀមស្ងាត់សត្ថាបានរៀបចំស្បៀងអាហារនិងដំបងឈើច្រត់មួយចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ភ្នំព្រះចន្ទរះដែលជាទីកន្លែងរស់នៅរបស់សត្វក្តាន់ខៀវស័ក្តិសិទ្ធិតាមការណែនាំរបស់យាយមុនពនាងមិនអីទីណាផ្លូវទៅភ្នំនេះអាចនឹងលំបាកបន្តិចតែសូមពនាងកុំបារម្ភអីខ្ញុំនឹងការពារពនាងឲ្យដល់ទីបំផុតលោកបងសត្ថាអើយអរគុណលោកបងណាស់ខ្ញុំពិតជាសំណាងណាស់ដែលបានជួបមនុស្សចិត្តធម៌ដូចជាលោកបងទោះជាត្រូវហាឆ្លងសមុទ្រភ្លើងក៏ខ្ញុំមិនខ្លាចដែរឲ្យតែមានលោកបងនៅក្បែរពួកគេបានដើរកាត់ព្រៃក្រាស់ដែលសម្បូរទៅដោយបន្លានិងដើមឈើធំបាំងពន្លឺថ្ងៃផ្លូវកាន់តែខ្ពស់ទៅខ្យល់កាន់តែត្រជាក់ខ្លាំងសត្វថាត្រូវប្រើដាវកាប់ឆ្ការព្រៃផងនិងជួយទប់សត្វចាបមាស
កុំឲ្យខ្យល់បោកបក់ខ្លាំងពេកផងស្រាប់តែពូគីបានជួបនឹងឧបសគ្គដំបូងគឺស្ពានវល្លិដាច់កាត់ជ្រោះជ្រៅព្រះអើយជ្រោះនេះជ្រៅណាស់បើធ្លាក់ទៅច្បាស់ជាមិនអាចរស់ទេស្ពានវល្លិក៏រលួយអស់ទៀតពនាងអាចហើយឆ្លងទៅបានតែខ្ញុំអត់ទេលោកបងកុំបន្ថយអីបើគ្មានលោកបងទេខ្ញុំក៏មិនចង់ទៅមុខទៀតដែរមិនអីទេពនាងទោះជាយ៉ាងណាខ្ញុំមិនអាចទ្រាំមើលពនាងនៅក្នុងសភាពបែបនេះឡើយសត្ថាបានប្រើសមាធិយ៉ាងខ្ពស់ដើរលើវល្លិតូចមួយខ្សែឆ្លងកាត់ជ្រោះជ្រៅដោយជោគជ័យព្រះនាងសវណ្ណនៅលើស្មាទាំងក្តីបារម្ភនិងស្ងើចសរសើរក្នុងចិត្តជាពន់ពេកនៅលើកំពូលភ្នំដែលមានពពកអណ្ដែតត្រសងសត្ថានិងព្រះនាងបានឃើញសត្វក្តាន់ខៀវមួយដែលកំពុងផឹកទឹកនៅមាត់ស្រះទឹកនោះហើយសត្វក្តាន់ខៀវស័ក្តិសិទ្ធិយាយមុនប្រាប់ថាសត្វនេះយំចេញទឹកភ្នែកបានលុះត្រាតែវាឮសំឡេងតន្ត្រីដែលចេញពីចិត្តមេត្តាលោកបងសត្ថាសំបងប្រើស្លឹកឈើផ្លុំបတ်ភ្លេងដែលលោកបងធ្លាប់ផ្លុំឲ្យខ្ញុំស្ដាប់នៅមាត់អូននោះទេបទភ្លេងនោះបានធ្វើឲ្យព្រៃឈើទាំងមូលហាក់ដូចជាស្ងប់ស្ងៀមសត្វក្តាន់ខៀវបានងើបក្បាលឡើងសម្លឹងមើលមកសត្ថាដោយភ្នែកស្លូតបូតវាហាក់ដូចជាយល់ពីទុក្ខសោករបស់ព្រះនាងសវណ្ណនិងចិត្តស្មោះត្រង់របស់សត្ថាយឺតទឹកភ្នែកពណ៌ថ្លាដូចត្បូងបានស្រក់ចេញពីភ្នែករបស់សត្វក្តាន់ខៀវមកលើស្លឹកឈើដែលសត្ថាត្រង់ទុកបានហើយពនាងយើងទទួលបានទឹកភ្នែកសត្វក្តាន់ខៀវហើយនេះជាវត្ថុទី1របស់យើងអរគុណទេវតាអរគុណលោកបងសត្ថាពួកយើងចិត្តបានជួបគ្នាជាមនុស្សពិតហើយទោះបីទទួលបានវត្ថុទី1មែនប៉ុន្តែសត្ថាដឹងថាវត្ថុទី2គឺរោមភ្នែកយក្សនឹងកាន់តែគ្រោះថ្នាក់ជាងនេះរាប់រយដងពួកគេត្រូវធ្វើដំណើរចូលទៅក្នុងល្អាងងងឹតដែលគ្មានពន្លឺព្រះអាទិត្យចាំងចូលដល់សត្ថានិងព្រះនាងសវណ្ណក្នុងរាងសត្វចាបបានបន្តដំណើរចូលទៅក្នុងល្អាងងងឹតនៅទីនោះពួកគេត្រូវប្រឈមមុខនឹងយក្សភ្នែកម្ខាងដែលកំពុងតែដេកលក់យ៉ាងស្រួលដោយប្រើភាពឆ្លាតវៃសត្ថាបានយកផ្កាសណ្ដំដែលយាយមុនឲ្យមកបក់ឲ្យយក្សកាន់តែដេកលក់ថែមទៀតរួចគេក៏លួចដករោមភ្នែកយក្សបានដោយជោគជ័យពនាងទីបំផុតយើងរកបានគ្រប់អស់ហើយទឹកភ្នែកសត្វក្តាន់ខៀវរោមភ្នែកយក្សនិងផ្កាឈូកត្បូងដល់ពេលដែលត្រូវរំដោះបណ្ដាសានេះហើយលោកបងសត្ថាអរគុណលោកបងខ្លាំងណាស់បើគ្មានការលះបង់និងចិត្តស្មោះរបស់លោកបងទេខ្ញុំប្រហែលជាត្រូវរស់នៅក្នុងរូបរាងជាសត្វចាបអស់មួយជីវិតជាមិនខានទេយាយមុនបានបង្ហាញខ្លួននៅមាត់បឹងរួចចាប់ដើមសូត្រមន្តអាគមដេញគ្រោះព្រះនាងសវណ្ណលេបទឹកមន្តដែលលាយពីវត្ថុទាំង3រួចពន្លឺពណ៌មាសដ៏អស្ចារ្យបានបាញ់ចេញពីខ្លួនចាបចាំងបំភ្លឺផ្ទៃមេឃក្នុងព្រះបរមរាជវាំងពេលព្រឹកព្រលឹមព្រះទិនគរចាប់ផ្ដើមរះឡើងប៉ុន្តែលើកនេះព្រះនាងសវណ្ណមិនបានប្រែជាសត្វចាបទៀតឡើយទ្រង់នៅតែជារូបរាងមនុស្សស្រីដ៏ស្រស់ស្អាតដដែលព្រះបាទយុសរាជដែលធ្លាប់តែសោកសៅបានរត់មកអោបបុត្រីទាំងក្តីរំភើបបុត្រីបិតាបុត្រីបណ្ដាសារលាយបាត់អស់ហើយមែនទីបិតាសប្បាយចិត្តណាស់
អរគុណទេវតាដែលបានប្រោសប្រណីដល់បុត្រី បិតាមិនមែនដោយសារទេវតាមួយមុខទេគឺដោយសារលោកបងសត្ថាគាត់បានប្រថុយជីវិតដើម្បីបុត្រ សត្ថាឯងជាមនុស្សសាមញ្ញមែនតែចិត្តឯងពិតជាក្លាហានណាស់បិតានឹងរៀបចំពិធីអភិសេកឯងនឹងបុត្រីសវណ្ណរួចផ្ទេររាជសម្បត្តិឲ្យឯងគ្រប់គ្រងបន្តដើម្បីឲ្យថែរក្សាសុខសន្តិភាពដល់ប្រជារាស្ត្រជារៀងរហូតទៅជាព្រះមហាករណាធិគុណរកអ្វីប្រៀបពុំបានឡើយព្រះអង្គទូព្រះបង្គំនឹងប្រើជីវិតនេះដើម្បីមើលថែព្រះនាងនិងនគរឲ្យអស់ពីសមត្ថភាពចាប់តាំងពីថ្ងៃនោះមកព្រះនាងសវណ្ណនិងសត្ថាបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលតរៀងទៅ